ពេលឃ្លានខ្ញុំធ្វើម្ហូបញ៉ាំខ្លួនឯងពេលឈឺខ្ញុំទៅពេទ្យខ្លួនឯងពេលឯកោអបសុកខ្ញុំអានសភៅមើលទូរទស្សន៍កំដរខ្លួនឯងពេលបរាជ័យពេលអស់សង្ឃឹមខ្ញុំជំនះរឿងហ្នឹងតែម្នាក់ឯងរឿងទាំងអស់ខ្ញុំអាចធ្វើបានតែម្នាក់ឯងអញ្ចឹងបងឯងថាមើលរឿងអីខ្ញុំទៅទទួលយកគ្រាន់តែពាក្យថាស្រឡាញ់របស់បងឯងមកដូចមកគឺជាមនុស្សប្រមិនចេះគ្រប់គ្រាន់ព្រោះបងមិនដែលស្មមិនដែលយល់ពីអារម្មណ៍ឈឺផ្សា